ការរស់នៅដោយស្ងៀមស្ងាត់គឺជាសិល្បៈនៃការគ្រប់គ្រងចិត្តនិងការកសាងធម៌ពលផ្ទាល់ខ្លួនយ៉ាងមានប្រសិទ្ធភាពការរក្សាភាពស្ងៀមស្ងាត់មិនមែនជាភាពទន់ភ្លន់ប៉ុន្តែវាជាអំណាចផ្លូវចិត្តដ៏ខ្លាំងក្លាហេតុផលដែលត្រូវរៀនស្ងៀមស្ងាត់រក្សាធម៌ពលចិត្តការមិនតបតនឹងរឿងឥតប្រយោជន៍ជួយរក្សាសេចក្តីសុខក្នុងចិត្តយល់ដឹងពីខ្លួនឯងភាពស្ងប់ស្ងាត់ជួយឲ្យអ្នកមានពេលវេលាពិចារណាពីចំណុចខ្សោយនិងចំណុចខ្លាំងកាត់បន្ថយចំនួនការមិននិយាយស្ដីក្នុងពេលខឹងជួយការពារខូចខាតទំនាក់ទំនងបង្កើនការផ្ដោតអារម្មណ៍ចិត្តដែលស្ងប់ជួយឲ្យការរៀនសូត្រនិងការងារកាន់តែមានប្រសិទ្ធភាព5រឿង5យ៉ាងដែលគួររក្សាជាការសម្ងាត់យោងតាមអត្ថបទស្ដីពីអ្នកគួររក្សាមាត់ស្ងៀមស្ងាត់លើចំណុចទាំងនេះដើម្បីសុភមង្គលផ្ទាល់ខ្លួនភាពស្ងៀមស្ងាត់និងចំណុចខ្សោយការប្រាប់អ្នកដទៃអាចធ្វើឲ្យគេយកចំណុចទាំងនេះមកវាយបកលើយើងវិញ2ប្រាក់ចំណូលនិងហិរញ្ញវត្ថុការលាតត្រដាងរឿងលុយកាក់មិនមែនជារឿងចំណេញសម្រាប់ខ្លួនឡើយ3គោលដៅធំក្នុងជីវិតធ្វើវាឲ្យជោគជ័យសិនសូមឲ្យលទ្ធផលជាអ្នកនិយាយជំនួស4រឿងរ៉ាវរកម្មរកុសក្នុងគ្រួសារការយកហែកហួរខាងក្រៅមានតែធ្វើឲ្យបញ្ហាកាន់តែរីករាលដាល5អំពើល្អដែលបានធ្វើការជួយអ្នកដទៃដោយមិនចាំបាច់ប្រកាសធ្វើឲ្យតម្លៃនៃអំពើនោះកាន់តែខ្ពង់ខ្ពស់វិធីសាស្ត្រអនុវត្តភាពស្ងៀមស្ងាត់គិតមុននិយាយផ្អាកដង្ហើម3វិនាទីមុននឹងនិយាយឬតបសារអនុវត្តការសង្កេតធ្វើជាអ្នកស្ដាប់ដ៏ល្អជាជាងធ្វើជាអ្នកនិយាយគ្រប់រឿងជៀសវាងការត្អូញត្អែកាត់បន្ថយការបង្ហោះរឿងអវិជ្ជមានឬរឿងផ្ទាល់ខ្លួនលើបណ្ដាញសង្គមចំណាយពេលម្នាក់ឯងអានសៀវភៅថ្មិចភ្នែកដកដង្ហើមវែងឬធ្វើសមាធិ10ទៅ15នាទីក្នុងមួយថ្ងៃតើអ្នកចង់បានវិធីសាស្ត្រគ្រប់គ្រងអារម្មណ៍ពេលខឹងឬចង់ស្វែងយល់ពីរបៀបបង្កើតទម្លាប់សមាធិដើម្បីជួយឲ្យកាន់តែស្ងប់ជាងមុនដែរឬទេ1ផ្អាកមុននឹងមានប្រតិកម្មច្បាប់10វិនាទីនៅពេលជួបរឿងមិនពេញចិត្តឬពាក្យសម្ដីអវិជ្ជមានចូលដកដង្ហើមវែងហើយរាប់ពី1ដល់10ក្នុងចិត្តជ្រើសរើសការឆ្លើយតបយោងតាមគន្លឹះដោះស្រាយអារម្មណ៍ការផ្អាកនេះជួយឲ្យខួរក្បាលបដូរពីការតបតាមសភាវគតិមកជាការឆ្លើយតបដោយហេតុផល2ផ្ដោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបានបែងចែកបញ្ហាទទួលស្គាល់ថាអ្នកមិនអាចផ្លាស់ប្ដូរចរិតរបស់អ្នកបាន2ផ្ដោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបានបែងចែកបញ្ហាទទួលស្គាល់ថាអ្នកមិនអាចផ្លាស់ប្ដូរចរិតរបស់អ្នកដទៃបានឬប្រតិការខាងក្រៅបានឡើយគ្រប់គ្រងខ្លួនឯងអត្ថបទអប់រំចិត្តសាស្ត្ររបស់ខ្មែរលូតបានបង្ហាញថាអ្វីដែលអ្នកអាចគ្រប់គ្រងបានគឺការគិតសកម្មភាពទង្វើនិងចរិតលក្ខណៈរបស់ខ្លួនឯងតែប៉ុណ្ណោះ3ដាក់ឈ្មោះនិងទទួលស្គាល់អារម្មណ៍សង្កេតសញ្ញារាងកាយមុនពេលអារម្មណ៍ផ្ទុះឡើងរាងកាយនឹងផ្ដល់សញ្ញាដូចជាក្តៅមុខដកដង្ហើមញាប់ឬតឹងណែនទ្រូងកំណត់មុខសញ្ញាយោងតាមគេហទំព័រ AMS Indexation ការរៀនកត់សម្គាល់និងដាក់ឈ្មោះអារម្មណ៍ឲ្យច្បាស់ដូចនេះជាអារម្មណ៍ច្រណែនអន់ចិត្តឬខឹងជួយកាត់បន្ថយសម្ពាធផ្លូវចិត្តបានភ្លាម4ឈប់ប្រៀបធៀបនិងកាត់បន្ថយការរំពឹងទុកកុំរំពឹងល្អពេកជីវិតតែងតែមានរឿងមិនល្អនិងខកចិត្តកើតឡើងជាធម្មតាការទទួលស្គាល់ការពិតនេះជួយឲ្យអ្នកមិនងាយរង្គោះរង្គើផ្ដោតលើខ្លួនឯងឈប់ប្រៀបធៀបជីវិតពិតរបស់អ្នកនិងភាពល្អឥតខ្ចោះដែលគេបង្ហាញតាមបណ្ដាញសង្គម5បង្កើតកន្លែងសុវត្ថិភាពដើម្បីបន្ធូរអារម្មណ៍ដើរចេញពីស្ថានភាពប្រសិនបើស្ថានភាពតានតឹងខ្លាំងការដើរចេញបណ្ដោះអាសន្នមិនមែនជាភាពកំសាកទេប៉ុន្តែវាជាវិធីសន្តិភាពដើម្បីការពារកំហុសឆ្គងបញ្ចេញថាមពលអវិជ្ជមាននៅលើលំហាត់ប្រាណរត់ដើរឬសរសេរកំណត់ហេតុដើម្បីរំសាយកំហឹងសរុបមកមនុស្សចិត្តធ្ងន់មិនមែនជាមនុស្សដែលគ្មានអារម្មណ៍ខឹងឬឈឺចាប់នោះទេប៉ុន្តែជាមនុស្សដែលដឹងខ្លួនគ្រប់ពេលនិងមិនបណ្ដាលឲ្យមានអារម្មណ៍មកគ្រប់គ្រងសកម្មភាពរបស់ខ្លួនឯងឡើយកុំធ្វើឲ្យគេស្អប់និងដើម្បីកសាងទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនអ្នកគួរកបីដឹងពីសិល្បៈនៃការប្រាស្រ័យទាក់ទងនិងជៀសវាងការនិយាយស្ដី6ប្រភេទដូចខាងក្រោមនេះឈប់និយាយអួតអាងឬដណ្ដើមភាពលេចធ្លោកុំនិយាយកាត់នៅពេលអ្នកដទៃកំពុងនិយាយរឿងរបស់គេកុំនិយាយកាត់ដើម្បីទាញចំណាប់អារម្មណ៍លើខ្លួនឯង
កាត់បន្ថយពាក្យខ្ញុំយោងតាមកលឹះដោះស្រាយទំនាក់ទំនង Harvard Business Review ការនិយាយតែពីអ្នកខ្លួនឯងនិងភាពជោគជ័យផ្ទាល់ខ្លួនធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ធុញទ្រាន់និងមានសម្ពាធ 2. ជៀសវាងការនិយាយដើមឬចិនណាយអ្នកដទៃកុំនិយាយពីក្រោយខ្នងការយកចំណុចខ្សោយឬរឿងសម្ងាត់របស់អ្នកដទៃមកនិយាយលេងឬធ្វើឲ្យអ្នកជំនាញខ្លួនបាត់បង់ទំនុកចិត្តលើអ្នកច្បាប់រក្សាសុចរិតភាពបើគ្មានពាក្យល្អប្រសើរទេជោគជ្រើសរើសរក្សាភាពស្ងៀមស្ងាត់ 3. ឈប់រិះគន់ក្នុងន័យបង្អាប់ឬឌៀមដាមបើចង់ផ្ដល់មតិត្រូវនិយាយដោយប្រើហេតុផលនិងនិយាយជាលក្ខណៈឯកជនមិនមែននិយាយបំបាក់មុខគេនៅចំពោះមុខមនុស្សច្រើនឡើយជៀសវាងពាក្យឌៀមដាមការនិយាយឌឺដងឬប្រៀបធៀបបង្កើតឲ្យមានការគុំគួននិងការស្អប់ខ្ពើមដោយមិនដឹងខ្លួន 4. កាត់បន្ថយការត្អូញត្អែនិងការនិយាយរឿងអវិជ្ជមានកុំបញ្ចេញថាមពលគ្មាននរណាម្នាក់ចង់នៅក្បែរមនុស្សដែលជួបមុខពេលណាក៏រអ៊ូរទាំស្អប់ខ្ពើមជីវិតឬបន្ទោសព្រះអាទិត្យបន្ទោសខ្យល់នោះឡើយនិយាយរឿងវិជ្ជមានព្យាយាមនិយាយពីឱកាសដំណោះស្រាយឬរឿងសប្បាយៗដើម្បីបង្កើតបរិយាកាសរីករាយ 5. ចេះសង្កេតកាលៈទេសៈនិងអារម្មណ៍អ្នកស្ដាប់មើលទឹកមុខមុននឹងនិយាយលេងសើចត្រូវប្រាកដថាអ្នកស្ដាប់កំពុងស្ថិតក្នុងអារម្មណ៍ល្អការលេងសើចហួសព្រំដែនឬចំណុចប៉ះទង្គិចចិត្តរបស់គេគឺជារឿងគ្រោះថ្នាក់បំផុតប្រើពាក្យសមរម្យប្រើពាក្យអរគុណសូមទោសនិងសូមអភ័យទោសឲ្យបានជាប្រចាំអនុវត្តច្បាប់ទម្ងន់សម្ដីគិត3វិនាទីមុននឹងនិយាយអ្វីមួយចេញទៅចូលឆ្លងកាត់សំណួរទាំង5នេះក្នុងចិត្ត 1. True តើអ្វីដែលខ្ញុំចិត្តនិយាយជារឿងពិតដែរឬទេ Helpful តើវាមានប្រយោជន៍ដល់អ្នកស្ដាប់ទេ 3. Inspirational តើវាលើកទឹកចិត្តគេឬទេ 4. Necessary តើវាចាំបាច់ត្រូវនិយាយចេញមកឬទេ 5. Kind តើវាជាសម្ដីល្អពិតចេញពីចិត្តឬទេការនិយាយស្ដីប្រកបដោយការពិចារណាមិនត្រឹមតែការពារអ្នកពីការស្អប់ខ្ពើមប៉ុណ្ណោះទេប៉ុន្តែវាក៏ជួយលើកកម្ពស់តម្លៃផ្ទាល់ខ្លួនរបស់អ្នកឲ្យក្លាយជាមនុស្សដែលមានចរិតទន់ភ្លន់និងគួរឲ្យគោរពផងដែរ